បើអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមធ្វើ YouTube ហើយនៅ Starter ខ្ញុំគិតថាឆ្នាំ2025គឺជាឆ្នាំដ៏ល្អបំផុតដែលអ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមហើយចាប់ផ្ដើមឥឡូវនេះសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះខ្ញុំនឹងចែករំលែកពីបទពិសោធន៍ជាក់ស្ដែងនៃអ្នកដែលធ្វើមាតិកានៅលើ YouTube ចាប់ផ្ដើមថ្មីដែរទេខ្ញុំឃើញដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺនៅ Channel របស់ខ្ញុំចាប់ផ្ដើមទៅចាប់ផ្ដើមទេអញ្ចឹងកំពុងតែក្រូដូចគ្នាហើយមិនទាន់គ្រប់លក្ខខណ្ឌរបស់ YouTube ទេប៉ុន្តែខ្ញុំឃើញថាវាមានការរីកចម្រើនទៅមុខបន្ទាប់ពីខ្ញុំក៏ខុសប្រហែលខែចុងក្រោយនេះណាអញ្ចឹងខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាពិតជាចង់ធ្វើ YouTube ផលិតមាតិកាអីផ្សេងៗមែនគួរតែចាប់ផ្ដើមចាប់ពីឥឡូវហ្នឹងទៅកុំនៅ Starter ទៀតណាព្រោះនេះជាឱកាសល្អដែល YouTube គេចាប់ផ្ដើមប្រម៉ូទឬក៏ support creator ថ្មីជាពិសេសអ្នកដែលមាន channel តូចៗដូចខ្ញុំជាដើមណាអញ្ចឹងជាបទពិសោធន៍ផ្ទាល់ខ្ញុំឃើញថាប្រហែលខែចុងក្រោយនេះនៅពេលដែលយើងចាប់ផ្ដើមមាន consistency ធ្វើវីដេអូបានច្រើនទៅជាប់លាប់ទៅគឺ YouTube ក៏គេចាប់ផ្ដើមស្គាល់ថាយើងជាអ្នកណាយើងធ្វើមាតិកាពីអីមានន័យថាគេស្គាល់យើងជាសមាជិកនៃសហគមន៍មួយរបស់ YouTube ណាអញ្ចឹងតាមពិតទៅខ្ញុំធ្លាប់បង្កើត YouTube ហ្នឹងតាំងពីមួយឆ្នាំពីរឆ្នាំមុនមកម្លេះប៉ុន្តែខ្ញុំຕົកវាចោលដោយសារខ្ញុំគិតថាឃើញ view អត់មានទី1អញ្ចឹងមានន័យថាប្រហែលជាយើងធ្វើទៅអត់មានអ្នកមើលទេ YouTube ណាទី2 subscriber ក៏អត់មានក្រូទៅណាដែរ2 3 subscriber អីចឹងទៅអញ្ចឹងចាប់ដើមបោះចោលអញ្ចឹងបន្ទាប់ពីប្រហែលខែចុងក្រោយខ្ញុំ focus ទៅលើធ្វើម៉េចឲ្យ YouTube យើងក្រូគឺក៏វាឃើញលទ្ធផលខ្លះហើយអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអ្វីដែលយើងនៅ Starter ហ្នឹងគឺប្រហែលជាគិតថាវាអត់ក្រូណាតែកុំតន់អាកិនអញ្ចឹងយើងចាប់ផ្ដើមធ្វើសិនទៅហើយព្យាយាមធ្វើមិនឲ្យវាជាប់លាប់ commit ទៅលើការងារហ្នឹងព្រោះមែនតើទៅវាក៏ជាប្រភពចំណូលមួយដែលយើងអាចរកលុយបានពី YouTube ដែរហើយសូមបញ្ជាក់បន្តិចនៅពេលដែលយើងចាប់ផ្ដើមដំបូងជា channel តូចៗដូចខ្ញុំកំពុងតែធ្វើហ្នឹងគឺអ្វីដែលគោលដៅដែលយើងចង់បានដំបូងគេហ្នឹងមិនមែនផ្ដោតលើលុយទេព្រោះយើងអត់ទាន់គ្រប់លក្ខខណ្ឌឬក៏យើងប្រហែលជារកលុយបានតិចតួចទេប្រហែលជាមិនបានច្រើនទេអញ្ចឹងណាអញ្ចឹងជាយើងធ្វើឲ្យយើងមាន high expectation ច្រើនពេកគឺយើងផ្ដោតសំខាន់ទៅលើថាធ្វើមិនឲ្យយើងឲ្យ channel របស់យើងនឹង grow ឲ្យយើងមាន consistency ក្នុងការផលិតមាតិកាណាលុយនឹងរកតាមក្រោយទេព្រោះ YouTube គឺជា long term investment យើងអត់អាចថាធ្វើមួយខែពីរខែឲ្យទទួលបានចំណូលច្រើនពី YouTube អត់ទេអញ្ចឹងត្រូវប្រាប់ខ្លួនឯងហើយថាអានេះគឺជា long term investment ដែលយើងត្រូវដាក់ចិត្តដាក់កាយហើយ commit ក្នុងការធ្វើវាអញ្ចឹងថ្ងៃណាមួយប្រហែលឆ្នាំចុងក្រោយទៅទៀតហ្នឹងដល់ពេលដែលយើងធ្វើបានល្អយើងទទួលបាន reward ពី YouTube ដែលឯងអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគិតថាដូចយើងសំលុយនៅកូនជ្រូកអញ្ចឹងដែរយើងសំជំនាញសំហើយធ្វើឲ្យអា channel របស់យើង grow ដូចយើងធម្មតាដូចយើងចេញធ្វើការនៅពេលដែលយើងមានជំនាញច្បាស់លាស់ជំនាញបកកាយជាងមុនបទពិសោធន៍ការងារច្រើនទៅអាហ្នឹងប្រាក់ខែយើងក៏ច្រើនដូចគ្នាអញ្ចឹងត្រឡប់មកវិញគឺវីដេអូនេះគ្រាន់តែមានអត់មានអីច្រើនទេគ្រាន់ចង់លើកទឹកចិត្តឲ្យអ្នកដែលពិតជាចង់ធ្វើ YouTube ហើយនៅ Starter អត់ដឹងថាគួរចាប់ផ្ដើមពីណាណាអញ្ចឹងគួរតែចាប់ផ្ដើមទៅដំបូងយើងអាចថាអផាយជាមិនមាន topic ធ្វើទេមិនដឹងធ្វើពីអីឬក៏យើងអត់ដឹងថាអីទៅជា niche របស់យើងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើជា random topic សិនទៅនិយាយពី lifestyle និយាយពីជីវិតប្រចាំថ្ងៃរបស់យើងនិយាយពីការងារនិយាយពីអីក៏បានដែរឲ្យតែគិតថាមានប្រយោជន៍សម្រាប់អ្នកមើលហើយវាបង្ហាញពីភាព unique របស់យើងណាហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងនឹងមាន niche អីខ្លះជាអីទៅជា niche របស់យើងណាយកខ្លួនឯងជា niche ហ្នឹងហើយមានន័យថាដល់ពេលដែលយើងមាន specialist ខាងអីឧទាហរណ៍អ្នកទាំងអស់គ្នាជាគ្រូបរិញ្ញាអាចចែកម្លែកពីរឿងបរិញ្ញាសិស្សតិចណាស់ឬក៏ tip ឬក៏ជីវិតប្រចាំថ្ងៃក្នុងនាមជាគ្រូបរិញ្ញាអីចឹងទៅក៏ជាប្រភេទមាតិកាមួយដែលគេចង់មើលចង់តាមដានដែរហើយមួយទៀតអ្វីដែលខ្ញុំរៀនបានពី creator ផ្សេងៗនៅក្នុង YouTube ហ្នឹងគឺឥឡូវគេចូលចិត្តមើលវីដេអូបែប real time ណាមានន័យថាមិនបាច់ចាំកាត់ត graphic អីច្រើនញ៉ៃទេគឺគេចង់មើលអំពីreal អីដែលកាត់ឡើងថ្មីreal ណាចឹងខ្ញុំឃើញអ្នកខ្លះ YouTuber ខ្លះគាត់ធ្វើទៅបែបលក្ខណៈជា vlog ប្រចាំថ្ងៃរបស់គាត់ទៅហាត់ប្រាណទៅធ្វើការទៅអីចឹងទៅក៏មានអ្នកមើលច្រើនដែរអញ្ចឹងយើងសាកល្បង random topic សិនទៅហើយចាំយើងnarrow down មក specific topic ណាដែលយើងគិតថាពេលយើងធ្វើទៅយើងធ្វើបានល្អហើយគេចូលចិត្តមើលយើងបន្ទាប់មកឬក៏មួយទៀតអ្នកនរគ្នាអាចជ្រើសរើសដូចខ្ញុំនិយាយប្រាប់មកខ្ញុំអ្នកនរគ្នា space សេរីខាងអីយើងចែកម្លែកពីរឿងហ្នឹងទៅអញ្ចឹងអាហ្នឹងគឺជា niche របស់យើងហើយបន្តធ្វើវាជាបន្តចឹងទៅអូខេអញ្ចឹងថ្ងៃណាមួយខ្ញុំគិតថាវានឹងផ្ដល់ផលមកឲ្យយើងហើយកុំភ្លេចថាយើងមានប្រភពចំណូលច្រើនបើស្អើយើងមានប្រភពចំណូលតែមួយអញ្ចឹង YouTube គឺជា platform មួយដែលខ្ញុំគិតថាវាជាវាអាច last long ហើយវាផ្ដល់នៅincome ឲ្យយើងបានល្អជាង platform ដទៃទៀត
អូខេអញ្ចឹងមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាយបាយ